គុណយើងទៅចូលរួមនេះគឺគេហៅថាជាព្រឹត្តិការណ៍គេហៅថា2025 International Student University Football Tournament ឬហៅកាត់ថា Thaco Cup អញ្ចឹងគឺរៀបចំដោយប្រទេសវៀតណាមអញ្ចឹងគឺយើងត្រូវបានអញ្ជើញក្នុងការរៀបចំ Thaco Cup លើកទី1នេះគេអញ្ជើញតែ4ប្រទេសទេចូលរួមគឺមានយើងមានឡាវមានសិង្ហបុរីហើយនិងម៉ាឡេស៊ីហើយគិតទាំងវៀតណាមក៏ម្ចាស់ផ្ទះគាត់2ក្រុមអញ្ចឹងទាំងអស់គឺ6ក្រុមកីឡាបាល់ទាត់សាកលវិទ្យាល័យដែលចូលរួមក្នុងការប្រកួតនេះហើយយើងគឺតំណាងដោយសាកលវិទ្យាល័យ Live University នៅកំពង់សោមដែលជាសាកលវិទ្យាល័យក្រុមបាល់ទាត់សាកលវិទ្យាល័យដែលលេខ1នៅឆ្នាំ2024បាទអញ្ចឹងគឺថាក្នុងការចូលរួមនេះយើងនៅក្នុងពូល A ដែលមានយើងមានឡាវមានវៀតណាមក្រុមទី1ហើយមួយក្រុមទៀតពូល B វាមានវៀតណាមមានម៉ាឡេស៊ីមានសិង្ហបុរីអញ្ចឹងក៏យើងទទួលបានចំណាត់ថ្នាក់លេខ3ពាននេះគឺទៅតែរៀបចំជាលើកទី1ទេបាទជាលើកទី1ហើយធ្វើ12ថ្ងៃរយៈពេលយើងទៅតាំងពីថ្ងៃ20ហើយមកថ្ងៃនេះប៉ុន្តែខាង organizer គាត់ប្រាប់ថាពាននេះនឹងធ្វើនៅឆ្នាំក្រោយទៀតហើយគេនឹងអញ្ជើញប្រទេសច្រើនជាងនឹងទៀតអាចនឹងអញ្ជើញទៅដល់ជប៉ុនទៅដល់កូរ៉េអីមកចូលរួមទៀតអានឹងតាមគេប្រាប់យើងឆ្នាំក្រោយគេនឹងរៀបចំទៀតពាននេះបាទវាគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ពីព្រោះថាទី1យើងសម្រេចចិត្តត្រូវក្នុងការបញ្ជូនក្រុមកីឡាបាល់ទាត់របស់សាកលវិទ្យាល័យឡាយដែលគាត់ជាចំណាត់ថ្នាក់លេខ1ប្រចាំឆ្នាំ2024ឲ្យទៅហើយការប្រកួតគឺថាល្អមែនទែនគួរឲ្យភ្ញាក់ផ្អើលដោយសារថាការប្រកួតទី1ជាមួយម្ចាស់ផ្ទះយើងឈ្នះដល់ទៅ3-1ហើយការប្រកួតទី2យើងប៉ះក្រុមឡាវក្រោយមកគាត់ឡើងទៅលេខ2ទីដៃប្រាក់ហ្នឹងយើងឈ្នះ2-0អញ្ចឹងគឺនៅក្នុងការប្រកួត2ទៀតគឺយើងស្មើក្នុងម៉ោងពេញ90នាទីយើងស្មើហើយមួយគឺយើងចាញ់ដោយពេណាល់ទីមួយទៀតក៏យើងឈ្នះដោយពេណាល់ទីដែលយើងឈ្នះម៉ាឡេស៊ីក៏យើងស្មើនៅម៉ោងផ្លូវការហើយជាមួយវៀតណាមក៏យើងស្មើនៅម៉ោងផ្លូវការដែរជាមួយវៀតណាមគឺថា0-0ស្មើក្នុងម៉ោងពេញអញ្ចឹងគឺថាសាច់បាល់ហ្នឹងគឺល្អមែនទែនសម្រាប់ក្រុមយើងខ្ញុំចាប់អារម្មណ៍ថានេះជាលើកទី1មែនប៉ុន្តែខ្ញុំថាសរសើរអំពីស្នាដៃដ៏ល្អប្រសើររបស់ក្រុមយើងជាពិសេសអរគុណលោកគ្រូជាអ្នកបង្ហាត់គ្រូបង្ហាត់ផ្ទាល់ហើយយើងមានកីឡាករដែលជា top scorer បាទជាប់nhưមើលនេះបានរង្វាន់អមដល់$500ទៀតនិយាយរួមកីឡាករយើងទាំងអស់លេងបានល្អជាពិសេសគឺកម្លាំងអត់ថយទេព្រោះការលេងមួយមកលេងមិនថាលេខ3ហ្នឹងម៉ាឡេស៊ីមុននៅតាំងទី1 2-0ហើយយើងតាំងទី2យើងអាចវាយបកយក2ស្មើវិញបានតែដល់ម៉ោងពេញយើងត្រូវទាត់ free kick យើងយកឈ្នះ4-2ជាសរុបមកគឺការស្នាដៃរបស់កីឡាករយើងល្អមែនទែនតាមដែលខ្ញុំបានដឹងកន្លងមកបាទអរណាស់អរគុណណាស់សំណួរនេះគឺត្រូវជាមួយនឹងគោលបំណងរបស់ក្រសួងក៏ដូចជាសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជាអំណោះទៅយើងនឹងជ្រើសរើសសាកលវិទ្យាល័យកីឡាបាល់ទាត់សាកលវិទ្យាល័យណាដែលជាប់ចំណាត់ថ្នាក់លេខ1បញ្ជូនចេញទៅក្រៅជាក្រុមតែម្ដងដោយលើកផ្លាកសាកលវិទ្យាល័យតែម្ដងដើម្បីលើកទឹកចិត្តឲ្យសាកលវិទ្យាល័យមួយប្រឹងប្រែងបង្វឹកហាត់ប្រឹងប្រែងជំរុញអភិវឌ្ឍកីឡាបាល់ទាត់នៅក្នុងសាកលវិទ្យាល័យរបស់ខ្លួនផ្ទាល់គាត់ហើយតែក្នុងនោះដូចជាប្រទេសឡាវហើយនិងម៉ាឡេស៊ីគេច្បាច់ចូលគ្នាច្រើនសាកលវិទ្យាល័យចូលគ្នាអញ្ចឹងក៏យើងនៅតែអាចយកជ័យជំនះបានដែរអញ្ចឹងលទ្ធផលយើងនេះដែលលោកគ្រូគាត់បង្វឹកហាត់ម៉ត់ចត់មែនទែនយើងឃើញថាសាច់បាល់គឺល្អមែនទែនហើយជាពិសេសគឺស៊ូសមិនអស់ទេកម្លាំងគាត់ពេញរហូតដល់គឺថាគ្រប់90នាទីនេះគាត់កម្លាំងនៅមាំបានន័យថាគាត់បើខាត់ដល់ខាត់បានល្អបាទអញ្ចឹងថ្ងៃក្រោយទៅយើងនឹងមានគោលដៅដើម្បីជំរុញថាកីឡាបាល់ទាត់សាកលវិទ្យាល័យណាដែលជាប់លេខប្រចាំឆ្នាំយើងនឹងបញ្ជូនចេញក្នុងការប្រកួតនៅក្រៅដោយលើកផ្លាករបស់សាកលវិទ្យាល័យនឹងតែម្ដងមិនបាច់ច្បាច់ចូលគ្នាទេបាទគាត់ថាចង់ក្នុងនាមថាជាតំណាងក្រសួងទៅចូលរួមនេះក៏ដូចជាសហព័ន្ធកីឡាសិស្សនិស្សិតគឺអរគុណណាស់អរគុណសាកលវិទ្យាល័យ Live University ដែលលោកសាកលវិទ្យាការហើយសាកលវិទ្យាការរងទៅជាមួយនឹងទីមយើងដែរគាត់ទៅនៅ12ថ្ងៃដូចគ្នាអញ្ចឹងគឺថាអរគុណសាកលវិទ្យាល័យដែលប្រឹងប្រែងអរគុណលោកគ្រូបង្វឹកអរគុណកីឡាករទាំងអស់ដែលប្រឹងប្រែងណាស់ក្នុងការវឹកហាត់ហើយរហូតដល់ការទាត់នឹងទទួលជោគជ័យទៀតអញ្ចឹងហើយឥឡូវនេះសង្ឃឹមថាសាកលវិទ្យាល័យនេះដោយឡែកនឹងប្រឹងហាត់បន្តទៅទៀតដើម្បីនឹងចូលរួមលើកក្រោយឆ្នាំក្រោយទៀតឲ្យបានជោគជ័យបាទហើយក៏សូមយកឱកាសនេះអំពាវនាវដល់សាកលវិទ្យាល័យផ្សេងទៀតដែរ
ដែលអាចនឹងយកចិត្តទុកដាក់ហ្វឹកហាត់ក្រុមកីឡារបស់សាកលវិទ្យាល័យខ្លួនឯងផ្ទាល់ដើម្បីដណ្ដើមយកជោគជ័យដើម្បីនឹងអាចបញ្ជូនចេញទៅក្រៅបានដោយសាកលវិទ្យាល័យឡើយចឹងបាទ